បើយើងផលិតហើយយើងអត់ផ្ដោតលើគុណភាពហើយសុវត្ថិភាពអាហ្នឹងយើងធ្វើបាបខ្លួនឯងវិញពីព្រោះណាគេអ្នកញ៉ាំយើងទាំងអស់គ្នាម៉ាក់យើងប៉ាយើងបងប្អូនយើងកូនចៅយើងញ៉ាំទាំងអស់គ្នាខ្ញុំលើកឡើងវិញតាក់ទងនឹងការវិភាគលទ្ធផលម្ហូបអាហារនេះសំខាន់យ៉ាងណាទៅគឺការវិភាគម្ហូបអាហារកន្លែងនេះជាក្តីបារម្ភរបស់ខ្ញុំមួយដែរដែលខ្ញុំក្នុងការជួយគម្រោងកែច្នៃបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជាកូរ៉េនេះដូចយើងបានដឹងហើយបញ្ហានៅព្រំដែនយើងឥឡូវប្រជាជនយើងមួយចំនួនធំកំពុងតែខំប្រឹងផលិតក្នុងស្រុកការផលិតក្នុងស្រុកនេះគឺជាឱកាសមួយធំរបស់យើងប៉ុន្តែក៏យើងគួរតែប្រយ័ត្នពីព្រោះបើយើងផលិតហើយយើងអត់ផ្ដោតលើគុណភាពហើយសុវត្ថិភាពអាហ្នឹងយើងធ្វើបាបខ្លួនឯងវិញពីព្រោះណាគេអ្នកញ៉ាំយើងទាំងអស់គ្នាម៉ាក់យើងប៉ាយើងបងប្អូនយើងកូនចៅយើងញ៉ាំទាំងអស់អញ្ចឹងសូមលើកយកពេលវេលានេះដែរជូនទៅម្ចាស់សហគ្រាសទាំងអស់ការផលិតគឺជាចំណុចសំខាន់គឺជាផ្នែកមួយដែលយើងទាំងអស់គ្នាត្រូវតែធ្វើនៅក្នុងបរិបទនេះប៉ុន្តែសូមឲ្យផ្ដោតលើគុណភាពហើយសុវត្ថិភាពហើយសុវត្ថិភាពហើយគុណភាពនេះគឺមិនជួយតែណាគេទេជួយមកយើងទាំងអស់គ្នាដែលជាប្រជាជនខ្មែរដែលជាអ្នកគេហៅថាអតិជនរបស់យើងគឺយើងតែម្ដងអញ្ចឹងសូមឲ្យផ្ដោតលើសុវត្ថិភាពហើយគុណភាពយ៉ាងហើយបាទការធ្វើតេស្តផលិតផលអាហារនេះសំខាន់បាទកន្លែងនេះសំខាន់ណាស់ពីព្រោះខ្ញុំក៏មានឧទាហរណ៍ជាច្រើនក្នុងការផ្ដល់ជូនចែករំលែកជូនម្ចាស់សហគ្រាសដែរកន្លែងយើងនៅក្នុងមជ្ឈមណ្ឌលយើងគឺផ្នែកមួយគឺ pilot ដែលយើងបានលើកឡើងពីមុននេះប៉ុន្តែផ្នែកមួយទៀតដែលសំខាន់ខ្លាំងដែរនេះគឺផ្នែកតេស្តវិភាគបានន័យថាពេលដែលផលិតផលមួយយើងផលិតជាផលិតផលគំរូហើយយើងត្រូវមើលយើងត្រូវយកទៅវិភាគហើយនៅកន្លែងយើងនេះមានឧបករណ៍ទំនើបជាច្រើនដល់តែ34គ្រឿងសិតតែបច្ចេកវិទ្យាចុងក្រោយឧបករណ៍នេះសិតតែឧបករណ៍ថ្មីៗអញ្ចឹងពេលដែលយើងយកផលិតផលហ្នឹងមកយើងអាចមើលបាន3 4ផ្នែកគឺផ្នែកលោហៈធ្ងន់អាហ្នឹងគេហៅ heavy metal ហ្នឹងផ្នែក pesticide មានអីខ្លះនៅក្នុងហ្នឹងហើយនឹងផ្នែកមួយទៀតគឺ microbiology យើងតេស្តវិភាគមើលមាន bacteria មានអីដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងអញ្ចឹងផ្នែកទាំង3ដែលយើងកំពុងតែធ្វើនៅក្នុងកន្លែងតេស្តវិភាគយើងហ្នឹងជួយអីគឺជួយពិនិត្យមើលថាតើផលិតផលនឹងមួយមានគុណភាពគ្រប់គ្រាន់នេះដើម្បីពិសាដើម្បីបរិភោគហើយជាពិសេសទៅដល់ម្ចាស់សិប្បកម្មទាំងអស់ធម្មតាពេលដែលយើងបង្កើត business យើងមុនដំបូងយើងបង្កើតធ្វើឲ្យវាចេញជាផលិតផលលក់ទ្រង់ទ្រាយទូពេលដែលយើង scale up ពេលដែលយើងចង់ឈានទៅដល់ការនាំចេញទៅអន្តរជាតិបើយើងអត់មានគុណភាពហើយសុវត្ថិភាពមានស្តង់ដារត្រឹមត្រូវទេយើងមិនអាចនាំចេញបានអញ្ចឹងកន្លែងហ្នឹងគឺត្រូវគិតពីដើមទៅហើយគិតមួយគឺគិតលើសុវត្ថិភាពយើងទាំងអស់គ្នាគិតមួយទៀតគឺការពង្រីកត្រូវតែមានអាហ្នឹងបើមិនមានអាហ្នឹងគឺយើងមិនពិបាកនេះវាតកតងនឹងនិរន្តរភាពនៃអាជីវកម្មបាទសក្តានុពលនៃការពង្រីកហើយអាចឈរជើងនៅលើទីផ្សារបានយូរប៉ុណ្ណាសំខាន់ហ្នឹងគឺការបាទធ្វើតេស្តវិភាគដើម្បីធានាថាផលិតផលរបស់យើងនេះមានសុវត្ថិភាពមានគុណភាពខ្ញុំលើកឡើងពីការនាំចេញខ្ញុំដឹងថាផលិតករយើងមួយចំនួនលោកផលិតបានហើយក៏ប៉ុន្តែពិបាកសូម្បីតែចូលទីផ្សារក្នុងស្រុកចូលទីផ្សារទំនើបដូច Aeon Macro ឬក៏ Chipmunk Lucky មួយចំនួនហ្នឹងគាត់ចូលមិនបានទេបាទអាហ្នឹងហេតុផលអីបានចូលមិនបានហើយតើមជ្ឈមណ្ឌលយើងអាចជួយពួកគាត់អីបានយ៉ាងម៉េចខ្លះបាទអរគុណសំណួរនេះគឺសំណួរដែលម្ចាស់សហគ្រាសទាំងអស់តែងតែសួរមកយើងខ្ញុំផ្ទាល់ដែរទេនៅក្នុងគម្រោងវាមានករណីច្រើនករណីដែលចូលទៅទីផ្សារទំនើបគឺគាត់ focus ខ្លាំងគាត់ផ្ដោតលើគុណភាពសុវត្ថិភាពអញ្ចឹងត្រូវមានចុះផលិតផលត្រឹមត្រូវចុះបញ្ជីផលិតចបផលយើងនឹងនៅវិទ្យាស្ថានស្តាយទេហើយអញ្ចឹងហើយផលិតផលពេលចុះហ្នឹងគឺមកតេស្តនៅវិភាគនៅកន្លែងយើងនេះតែម្ដងនៅមន្ទីរពិសោធន៍ជាតិរបស់យើងនេះហ្នឹងប៉ុន្តែឥឡូវខ្ញុំសូមបដោតមកមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជាកូរ៉េផ្នែកវិភាគគុណភាពវិញពេលដែលគាត់ចង់នាំផលិតផលមួយចូលទៅក្នុងក្រុមហ៊ុនដូចជា Aeon ដូចជា Chipmunk ដូចជា Lucky អីជាដើមហ្នឹងគេនឹងមើលថាតើមានចុះបញ្ជីផលិតផលអត់ហើយផលិតផលហ្នឹងមានបានធ្វើតេស្តវិភាគត្រឹមត្រូវទេតាំងពី packaging យើងនេះការខ្វិចខ្ចប់របស់យើងហ្នឹងមានស្តង់ដារត្រឹមត្រូវគេនឹងមើលទាំងអស់អញ្ចឹងពេលដែលម្ចាស់សហគ្រាសចង់ចូលទៅក្នុងsupermarket នឹងចូលទៅក្នុងផ្សារហ្នឹងគាត់ត្រូវរៀបចំ1 2 3កន្លែងមជ្ឈមណ្ឌលយើងនេះអាចជួយគាត់បានពីព្រោះហេតុអីមជ្ឈមណ្ឌលកែច្នៃបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជាកូរ៉េនេះគឺនៅក្រោមក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ហើយនៅក្រោមក្រសួងយើងហ្នឹងគឺវាមានផ្នែកផ្សេងបើទោះជាមជ្ឈមណ្ឌលយើងនេះផ្ដោតទៅលើការកែច្នៃអាហារវិភាគគុណភាពមែនពិតប៉ុន្តែយើងអាចជួយគាត់ក្នុងការ register បានឲ្យចុះបញ្ជីផលិតផលក្នុងការ apply យកញាបញ្ញត្តិផ្សេងក្នុងការធ្វើចង្វាក់ផលិតកម្មអញ្ចឹងយើងមានអាចបានន័យថា connect គាត់ភ្ជាប់គាត់ទៅវិស័យផ្សេងដើម្បីមានលិខិតគ្រប់គ្រាន់ក្នុងការចូលទៅក្នុងទីផ្សារ